Baជំរាបសួរល្ងាចនេះដែរខ្ញុំឈានចូលវត្តមកថ្វាយបង្គំកន្លែងប្រសពរបស់លោកតាសង្គ្រាចមកអត់ទាន់មានតែលោកបងសូត្រស្ដាំរបស់លោកតាសង្គ្រាចគាត់ព្រោះពុទ្ធបរិស័ទគាត់ទាន់អញ្ជើញមកអញ្ចឹងស្ងាត់តិចទៀតព្រោះខ្ញុំមករៀងភ្លឺដែរប្រឡប់ទងម៉ោង6 កន្លះម៉ោង7បានពុទ្ធបរិស័ទគាត់អញ្ជើញមកខ្ញុំមកមុនគាត់អញ្ចឹងស្ងាត់អត់ស្គាល់មានពុទ្ធបរិស័ទនៅនេះអ៊ូអអញ្ចឹងមានតែលោកបងសូត្រស្ដាំលោកតាសង្គ្រាចខ្ញុំបានចូលថ្វាយបង្គំនៅលោកតាសង្គ្រាចវត្តព្រះរាមពុទ្ធបរិស័ទដែលគាត់មកកាន់បិណ្ឌបានឃើញអង្គប្រសពព្រះអង្គហើយគឺអង្គទុកនៅលើខ្ញុំសូមអភ័យទោសហងដែលខ្ញុំដៃមួយពេលដោយសារដៃមួយតាមទូរស័ព្ទមកសូមអភ័យទោសហងបងបើមានខុសឆ្គងក្នុងការកាន់ខ្ញុំនឹងឲ្យខ្ញុំជម្រាបលាអរគុណច្រើន